មានគ្រប់តាមដានមួយយើងគ្រប់តាមដាននេះគឺមិនត្រឹមតែជាការបង្រៀនថ្នាក់អនឡាញតែដូចជាសេវាកម្មមួយដើម្បីជំនួយគាត់ជូនគាត់ជួយគាត់នៅក្នុងការប្រើប្រាស់ភាសាចិនឲ្យគាត់កាន់តែឆាប់ចេះនិយាយឧទាហរណ៍ថាគាត់ចង់ចេះពាក្យអីមួយគាត់ចង់ប្រើប្រាស់ពាក្យមួយភ្លាមៗគឺគាត់អាចឆាតសួរយើងមានអ្នកចាំឆ្លើយនឹងអញ្ចឹងទៅហើយនឹងការប្រឡងយកសញ្ញាបត្ររាល់ពេលការបញ្ចប់វគ្គសិក្សាមួយបាទឥឡូវខ្ញុំសួរបងអូនវិញបើសម្រាប់បងអូនផ្ទាល់គិតថាយើងសិក្សាផ្ទាល់នៅសាលាហើយនឹងសិក្សាថ្នាក់អនឡាញតើមួយណាល្អជាងសម្រាប់ខ្ញុំវាល្អទាំងពីរប៉ុន្តែបើសិនជាឲ្យជ្រើសថាមួយណាល្អជាងគឺការសិក្សាផ្ទាល់ល្អជាងដោយសារតែយើងអាចឃើញអំពីការសិក្សារបស់សិស្សយើងជាប្រចាំថ្ងៃថាគាត់បានអនុវត្តរាល់ថ្ងៃគាត់មករៀនទៀងទាត់ឬក៏គាត់ធ្វើការងារផ្ទះដែលលោកគ្រូអ្នកគ្រូដាក់ទៅបានអត់ចុះសម្រាប់លោកគ្រូវិញលោកគ្រូគិតថាមួយណាល្អដែរជាការពិតយើងសិក្សាផ្ទាល់គឺវាល្អជាងច្រើនដោយសារយើងបានជួបគាត់ផ្ទាល់ពេលខ្លះគាត់មើលមកគាត់ដឹងថាគាត់ធ្វើ homework អត់ទេហើយយើងឲ្យគាត់អនុវត្តផ្ទាល់នៅសាលាហើយឲ្យគាត់ធ្វើអ្វីមួយដែលផ្ទាល់អញ្ចឹងមិនមែនមានពាក្យមួយគេថាអ្នកនៅឆ្ងាយមិនដូចអ្នកចិត្តទេអញ្ចឹងអ្នកចិត្តគឺវាផ្ទាល់ច្រើនជាងដោយឡែកថ្នាក់អនឡាញក៏មានផលប្រយោជន៍ល្អដែរសម្រាប់បងប្អូនដែលគាត់នៅឆ្ងាយដែលគាត់មិនអាចមករៀនបានអញ្ចឹងអ្នកដែលគាត់រវល់ធ្វើការងារច្រើនគាត់ដែលមិនសូវមានពេលគាត់មានតែអ៊ីនធឺណិតគាត់មានតែកម្មវិធី Zoom មួយទៅគឺអូខេហើយបាទដោយឡែកថ្នាក់អនឡាញដែលយើងរៀនអ្វីដែលល្អបំផុតនោះគឺយើងអាចមានជាលក្ខណៈវីដេអូបំពំបន្ថែមពេលដែលយើង live តាម Zoom បណ្ដាគឺយើង record វីដេអូនឹងបណ្ដាពេលយើងរៀនចប់យើងផ្ញើវីដេអូចូលគ្រប់ម្ដងទៀតអញ្ចឹងពួកគាត់អាចមើលវីដេអូតាមក្រោយអ្នកខ្លះគាត់ចូលយឺតចូលលឿនគាត់អាចចូលមិនទាន់ live តែគាត់អាចមើលវីដេអូតាមក្រោយបានហើយមួយទៀតពេលដែលគាត់រៀនកំពុង live អត់សូវទាន់គាត់អាចមើលវីដេអូឡើងវិញបានកន្លែងណាដែលគាត់ចេះគាត់អាចប្រឡងទៅកន្លែងណាគាត់មិនទៅចេះគាត់ខាមកវិញអញ្ចឹងទៅអញ្ចឹងវាជាចំណុចល្អមួយបាទដែលយើងសិក្សាថ្នាក់អនឡាញហ្នឹងគឺវាជំនួយច្រើនចំពោះអ្នកដែលគាត់ខ្វះពេលវេលាគ្រប់គ្រាន់ឬមួយក៏អ្នកដែលគាត់នៅឆ្ងាយពីសាលារៀនយើងអាចនិយាយបានថាសិក្សាអនឡាញគឺយើងអាចសិក្សាបានទូទាំងសកលលោកឲ្យតែមានអ៊ីនធឺណិតបាទហើយម្យ៉ាងវិញទៀតគឺគាត់អាចមានគ្រប់តាមដានមួយយើងគ្រប់តាមដាននេះគឺមិនត្រឹមតែជាការបង្រៀនថ្នាក់អនឡាញតែដូចជាសេវាកម្មមួយដើម្បីជំនួយគាត់ជូនគាត់ជួយគាត់នៅក្នុងការប្រើប្រាស់ភាសាចិនឲ្យគាត់កាន់តែឆាប់ចេះនិយាយឧទាហរណ៍ថាគាត់ចង់ចេះពាក្យអីមួយគាត់ចង់ប្រើប្រាស់ពាក្យមួយភ្លាមៗគឺគាត់អាចឆាតសួរយើងមានអ្នកចាំឆ្លើយនឹងអញ្ចឹងទៅអញ្ចឹងគឺវាសំខាន់មែនទែនដែលធ្វើឲ្យគាត់ឆាប់ចេះនិយាយចិនលឿនមែនទែនលក្ខណៈថ្នាក់អនឡាញមួយហ្នឹងហើយទី2គឺថ្នាក់អនឡាញគឺយើងរៀនបានលឿនជាងថ្នាក់ផ្ទាល់ដោយសារថ្នាក់អនឡាញគឺយើងបញ្យល់យ៉ាងទៅឯកសាររបស់យើងគឺយើងនិយាយទៅគឺលឿនជាងថ្នាក់ផ្ទាល់ច្រើនអញ្ចឹងដោយឡែកថ្នាក់អនឡាញបច្ចុប្បន្នរបស់យើងដែលយើងកំពុងតែមាននេះគឺយើងមានតាំងពីថ្នាក់ដំបូងថ្នាក់មធ្យមនិងថ្នាក់ AHK 3 4អញ្ចឹងពីដំបូងទៅហ្នឹងគឺយើងរៀនតាំងពីដើមទៅមកពីអ្នកអត់ចេះសោះយើងថ្នាក់ដំបូងយើងអត់ត្រូវបើកទេយើងបើកយូរម្ដងដោយសារពេលយើងបើកគាត់ហើយយើងរៀនចប់រយៈពេល6ខែទៅ8ខែហើយគាត់ឡើងថ្នាក់តាមយើងដែរយើងបើកថ្នាក់ដើម្បីគាត់ឡើងតទៀតដល់ពេលគាត់ចប់ថ្នាក់មធ្យមគាត់ឡើងតទៀតអញ្ចឹងទម្លាប់តែបើកថ្នាក់ដំបូងបានមួយគឺយើងរៀងយូរជាងគេបន្តិចតែថ្នាក់ដំបូងចប់ហើយគឺមានថ្នាក់មធ្យមចប់ចូលថ្នាក់ខ្ពស់ហើយថ្នាក់ថា ASK 4ហើយអញ្ចឹងគឺយើងមានអញ្ចឹងថ្នាក់ដំបូងមួយគឺយើងបើករៀងយូរប៉ុន្តែគឺយើងមានចំនួនគាំទ្រច្រើនយើងសង្ខេបមកវិញថ្នាក់អនឡាញគឺល្អច្រើនសម្រាប់អ្នកដែលគាត់មិនអាចមកសិក្សាសាលាផ្ទាល់បានល្អច្រើនសម្រាប់អ្នកដែលគាត់រវល់ធ្វើការងារច្រើនហើយគាត់ឆ្លៀតរៀនហើយពិសេសមួយទៀតគឺល្អច្រើនត្រង់ថាអ្នកដែលគាត់មិនមានពេលគ្រប់គ្រាន់សូម្បីតែគាត់មិនមានពេល live ក៏ដោយគាត់អាចចូលរៀនជាមួយយើងបានដែរគឺរៀនតាមរយៈក្រុមសិក្សារៀនតាមរយៈការមើលវីដេអូស្រាប់ហើយនឹងសួរនៅមេរៀនគ្រប់បញ្ហាទាំងអស់នៅក្នុងក្រុមសិក្សារបស់យើងបាទអញ្ចឹងយើងសង្ខេបឡើងវិញគឺទាំងថ្នាក់ផ្ទាល់ថ្នាក់អនឡាញគឺសាលារបស់យើងគឺមានទាំងអស់មិនថាថ្នាក់ផ្ទាល់ថ្នាក់អនឡាញគឺយើងមានទាំងអស់ហើយការអប់រំប្រកបដោយគុណភាពហើយនឹងការតាមដានទៅលើសិស្សការសិក្សាទៅលើសិស្សហើយនឹងការប្រឡងយកសញ្ញាបត្ររាល់ពេលការបញ្ចប់វគ្គសិក្សាមួយបាទដូច្នេះសម្រាប់បងដែលគាត់ចង់សិក្សាជាមួយនឹងថ្នាក់ផ្ទាល់ឬក៏ថ្នាក់អនឡាញបងអាចចាក់តនទៅតាម page របស់សាលាឬក៏បងអាចមកដល់ទីតាំងសាលាផ្ទាល់ដែលមានទីតាំងនៅ O3 ក្រុងកំពង់សោម